នាយករដ្ឋមន្ត្រីពេលថងឋានជីណាវត្រាបានមកដល់វិមានរដ្ឋាភិបាលកាលពីថ្ងៃប្រហោះតាមសេចក្តីរាយការណ៍ថាដើម្បីជួបជាមួយរដ្ឋមន្ត្រីនិងមេដឹកនាំយោធារបស់លោកស្រីចំពេលមានការប្រតិកម្មកាន់តែខ្លាំងឡើងជុំវិញការសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជានៅម៉ោងប្រហែល 9:30 នាទីព្រឹកគេឃើញពេលថងឋានមកដល់អគារថៃខូហ្វាខណៈកំពុងទូរស័ព្ទនាងត្រូវបានគេរាយការណ៍ថាបានលុបចោលកិច្ចប្រជុំមួយផ្សេងទៀតនៅឯវិមានពិษណុលោកដើម្បីជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិភូមិឋានវាជយាឆៃនិងប្រមុខយោធានាយករដ្ឋមន្ត្រីបានប្រឈមមុខនឹងការរិះគន់ខ្លាំងបន្ទាប់ពីលោកហ៊ុនសែនបានបែកធ្លាយសម្លេងថតសម្លេងកាលពីថ្ងៃអង្គារចំពេលមួយភាពតានតឹងព្រំដែនដែលកំពុងបន្តសម្លេងបានបង្ហាញឲ្យឃើញពេលថងឋានរិះគន់មេតបភូមិភាគទី2ឧត្តមសេនីយ៍ឯកបូនស៊ីនផាត់ខ្លាំងដែលកំពុងមើលការខូចត្រូវតំបន់ព្រំដែននៅខាងភាគីថៃក្រោយមកលោកពេថងឋានបានពន្យល់ពីការលើកឡើងនេះថាជាផ្នែកនៃបច្ចេកទេសចរចាហើយបានរិះគន់លោកហ៊ុនសែនចំពោះការផ្សព្វផ្សាយជាសាធារណៈនៅការសន្ទនាឯកជនមួយចាប់តាំងពីពេលនោះមកបាក់នយោបាយជាច្រើនបានអំពាវនាវឲ្យមានការរំលាយរដ្ឋាភិបាលឬការលាលែងពីតំណែងរួមទាំងគណៈបកប្រឆាំងរបស់ប្រជាជនផងដែរដូច្នេះហើយបណ្ដាញប្រជាជននិងនិស្សិតសម្រាប់ការកែតម្រូវនៃប្រទេសថៃបានប្រកាសថាខ្លួននឹងធ្វើបាតុកម្មនៅខាងក្រៅវិមានរដ្ឋាភិបាលនៅថ្ងៃប្រហោះដោយអំពាវនាវឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែងដែលពួកគេពិពណ៌នាថាចាំបាច់ដើម្បីការពារសន្តិសុខជាតិ